ជំរាបសួរលោកគ្រូបាទលោកគ្រូខ្ញុំមានសំណួរមួយដែលខ្ញុំឆ្ងល់ហើយមានបងប្អូនជាច្រើនដែលក៏ឆ្ងល់ដែរអញ្ចឹងលោកគ្រូសំណួរនោះគឺគេចង់ដឹងថានៅពេលដែលសម្ោចរោមទឹកនោមតើវាគឺការកើតនៃជំងឺទឹកនោមផ្អែមឬក៏មិនដែរលោកគ្រូបាទអរគុណនេះជាសំណួរមួយដែលល្អហើយមិនថាសំណួរមួយដែលល្អដែលបងប្អូនឆ្ងល់គឺអ្នកជំងឺទឹកនោមផ្អែមតែម្ដងគឺគាត់តែងតែសួរហើយគាត់ឈានចូលដល់លិតទៀតដល់បាទគាត់នោមហើយគាត់យកមកលិតមើលថាតើផ្អែមមែនអត់ប្រកាសជាផ្អែមមែនហើយហ្នឹងហើយមូលហេតុគឺដោយសារតែនៅក្នុងខ្លួនរបស់យើងនឹងតម្រងនោមរបស់យើងមានតួនាទីទប់ជាតិស្ករនិយាយសួរស្រាប់ទៅត្រឹមតែ180មីលីក្រាមក្នុង1ដេស៊ីលីត្រទេអញ្ចឹងកាលណាដែលជាតិស្ករក្នុងឈាមរបស់គាត់ហ្នឹងលើសតម្លៃកំណត់មកអញ្ចឹងជាតិស្ករត្រូវបានបញ្ចេញមកតាមទឹកនោមហើយអញ្ចឹងហើយបានចាស់ពីដើមនៅពេលដែលគាត់នោមទៅយើងឃើញថាសម្រោចរោមទឹកនោមរបស់គាត់សង្ស័យគាត់បារម្ភថាគាត់កើតមានជំងឺទឹកនោមផ្អែម